ពលរដ្ឋអ៊ុយក្រែនរាប់សែននាក់ដែលទទួលបានសិទ្ធិស្នាក់នៅបណ្ដោះអាសន្នលើទឹកដីសហរដ្ឋអាមេរិកប្រឈមនឹងការបណ្តេញចេញដល់លោកដូណាល់ត្រាំពលរដ្ឋអ៊ុយក្រែនរហូតដល់ទៅ24,000នាក់ដែលបានរត់ភៀសខ្លួនពីសង្គ្រាមបញ្ឆេះដល់រុស្ស៊ីនិងទទួលបានសិទ្ធិស្នាក់នៅបណ្ដោះអាសន្ននៅលើទឹកដីសហរដ្ឋអាមេរិកប្រឈមហានិភ័យនៃការបណ្តេញចេញបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថាលោកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថាតើត្រូវដកហូតឬមិនដកហូតឋានៈជាភៀសខ្លួនស្របច្បាប់បណ្ដោះអាសន្នរបស់ពួកគេទាំងនោះនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើនប្រទេសអ៊ុយក្រែនបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ីនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022រហូតមកទល់បច្ចុប្បន្នហើយអំឡុងពេលសង្គ្រាមពលរដ្ឋអ៊ុយក្រែនរហូតដល់ទៅ24,000នាក់បានរត់ភៀសខ្លួននិងទទួលបានសិទ្ធិស្នាក់នៅបណ្ដោះអាសន្នលើទឹកដីសហរដ្ឋអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីโจ Bidenទោះជាយ៉ាងណាពេលនេះជោគវាសនានៃជាភៀសខ្លួនទាំងនោះកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាក្រោយលោកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃទី6ខែមីនាថាលោកនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះថាតើត្រូវដកហូតឬមិនដកហូតឋានៈជាភៀសខ្លួនស្របច្បាប់បណ្ដោះអាសន្នរបស់ពួកគេដូចនេះពួកគេអាចប្រឈមនឹងការបណ្តេញចេញភ្លាមៗពីសហរដ្ឋអាមេរិកនៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានបានចោទថាតើលោកនឹងបញ្ចប់ឋានៈជាភៀសខ្លួនស្របច្បាប់របស់ពលរដ្ឋអ៊ុយក្រែនទាំង24,000នាក់នោះហើយនឹងបណ្តេញពួកគេចេញពីទឹកដីសហរដ្ឋអាមេរិកឬយ៉ាងណាលោកដូណាល់ត្រាំបានឆ្លើយតបថារដ្ឋបាលរបស់លោកមិនចង់ធ្វើឲ្យជាភៀសខ្លួនអ៊ុយក្រែនទាំងនោះរងការឈឺចាប់ទេហើយលោកកំពុងពិនិត្យមើលបញ្ហានេះព្រោះអ្នកខ្លះយល់ថាវាជារឿងត្រឹមត្រូវហើយខ្លះយល់ថាមិនត្រឹមត្រូវដូច្នេះលោកនឹងសម្រេចចិត្តឆាប់ៗជំវិញបញ្ហានេះប្រភពច្បាស់ក៏បានទម្លាយឲ្យដឹងថាគម្រោងដកហូតឋានៈជាភៀសខ្លួនស្របច្បាប់ពីជាភៀសខ្លួនអ៊ុយក្រែននេះគឺជាផ្នែកមួយនៃផែនការរបស់រដ្ឋបាលលោកដូណាល់ត្រាំដើម្បីដកហូតឋានៈស្របច្បាប់ពីជនអណ្ដោតប្រវេសប្រមាណ 1.8 លាននាក់ដែលត្រូវបានអនុញ្ញាតឲ្យចូលមកជ្រកកោននៅលើទឹកដីសហរដ្ឋអាមេរិកក្រោមកម្មវិធីមនុស្សធម៌បណ្ដោះអាសន្នដែលផ្ដួចផ្ដើមឡើងដោយលោកโจ Bidenប្រភពដែលបានឲ្យដឹងទៀតថាការសម្រេចដកហូតឬមិនដកហូតឋានៈជាភៀសខ្លួនស្របច្បាប់របស់ពលរដ្ឋអ៊ុយក្រែនទាំង24,000នាក់ខាងលើនេះអាចនឹងធ្វើឡើងនៅដើមខែមេសាឆ្នាំនេះហើយថាផែនការនេះបានចាប់ផ្ដើមតាំងពីមុនការប៉ះទង្គិចពាក្យសម្ដីគ្នាកាលពីពេលថ្មីៗនេះរវាងលោកដូណាល់ត្រាំនិងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទៅទៀតអានដោយសំឡេងសាប៉ានិមិត្តសារិកា AI